ក្រនតែជិនចូលទៅដល់ភ្លាមគេបានកំចាត់សត្វចម្លែកមួយក្បាលហើយនិយាយថាវាមិនពិបាកប៉ុន្មានទេពេលនេះមេក្រុមរបស់ Shang Dong-gil ឈ្មោះ Sang Su ចាប់ផ្ដើមបែកញើសហើយព្រោះខ្លាចអស់លុយ40លានវ៉ុនជិនចាប់ផ្ដើមរកបន្តបន្ទាប់មក2 3ដោយគ្រាន់តែប្រើការកាប់មួយដាវប៉ុណ្ណោះបន្ទាប់មក4 5 6 7 8ត្រឹមតែប៉ុណ្ណោះសត្វចម្លែកទី8ត្រូវបានកាប់ពុះជាពីរចំកណ្ដាលខ្លួនតែម្ដងបន្ទាប់ពីកម្ចាត់សត្វចម្លែកទាំង8ក្បាលរួចរាល់ជីនរបស់យើងក៏ងាកមកក្រោយទាំងញញឹមហើយគិតយ៉ាងសប្បាយចិត្តថាហេឥឡូវនេះខ្ញុំនឹងទទួលបានលុយ40លានវ៉ុនហើយគេក៏បានឡើង level ផងដែរពេលនេះមេក្រុមនោះត្រូវបានគេបង្ខំឲ្យលុតជង្គង់ហើយគេសួរថាតើឯងជាអ្នកណាតាមពិតទៅជននេះគឺជាកូនប្រុសរបស់ Guild Master នៃ Shang Dong-gil ដោយសារតែហេតុផលនេះហើយទើបគេហ៊ាននិយាយសម្ដីធំបែបនេះព្រោះគេមានលុយច្រើនទើបហ៊ានភ្នាល់40លានវ៉ុនភ្លាមនោះជិនក៏និយាយថាទោះបីជាឯងមានលុយប៉ុណ្ណាក៏ដោយឯងមិនត្រូវនិយាយសម្ដីធំដាក់អ្នកដែលមានអាយុច្រើនជាងឯងទេឯងយល់ឬអត់ពេលនេះជិនស្រាប់តែនឹកឃើញភ្លាមថាជននេះជាអ្នកណាជិនធ្លាប់និយាយថាគេធ្លាប់ឮឈ្មោះជននេះនៅកន្លែងណាមួយឥឡូវនេះគេនឹកឃើញហើយគេធ្លាប់ឮគេនិយាយប្រាប់ថាជននេះគឺជាមនុស្សដ៏អាក្រក់ម្នាក់ដោយសារតែមានលុយច្រើនគេចាយវាយខ្ជះខ្ជាយដើរតាមស្រីនិងជាប់ពាក់ព័ន្ធនឹងបញ្ហាជាច្រើនដោយសារហេតុផលនេះហើយទើបគេមានរហស្សនាមមួយតើអ្នកដឹងថាជាអ្វីទេគឺជ្រូកលោភលន់ Greedy Pig នេះហើយជារហស្សនាមរបស់គេគ្រាន់តែឮឈ្មោះនេះភ្លាមជននោះខឹងយ៉ាងខ្លាំងហើយទាញដាវរបស់គេចេញមកភ្លាមជិនក៏វាកដាវលើចេញហើយទះកំភ្លៀងគេមួយដៃចំមុខធ្វើឲ្យគេដួលទៅលើដីរួចយកលំពេងភ្ជុងជិននិយាយថាអាប់អូនកុំភ្លេចថាពួកយើងកំពុងនៅក្នុង gate អ្វីដែលកើតឡើងនៅក្នុង gate នេះអ្នកនៅខាងក្រៅនឹងមិនដឹងទេគុំចង់អស់ជីវិតអីពេលជិននិយាយបែបនេះជននោះក៏សុំទោសជិននិយាយថាអញ្ចឹងការសុំទោសតែមាត់ដឹកទេមិនគ្រប់គ្រាន់ទេឯងត្រូវតែសុំទោសឲ្យបានត្រឹមត្រូវទើបពួកយើងទទួលយកហើយឯងត្រូវសុំទោសដល់សមាជិក Guild របស់យើងទាំងអស់គ្នាពេលឮបែបនេះសមាជិក Peace Guild ក៏និយាយគ្នាថាយីអាម្នាក់នេះចរិតអញ្ចឹងសោះពួកcôអ្នកមានសុទ្ធតែបែបនឹងមែនទេមែនហើយសុទ្ធតែបែបនឹងហើយព្រាមនោះឆយមេក្រុម Peace Guild ក៏និយាយបកស្រាយបន្តិចអំពីអាវក្រោះរបស់គាត់និយាយថាអាវក្រោះនេះមានមុខងារពិសេសមួយគឺវាមានវេទមន្តសម្រាប់ថតសំឡេង recording type magic ដូច្នេះរាល់ពាក្យសម្ដីដែលបាននិយាយតាំងពីដើមមកគឺគាត់បានថតទុកទាំងអស់ដោយសារតែគ្មានផ្លូវជ្រើសរើសផ្សេងជំនួសក៏ព្រមសុំទោសឥឡូវនេះពួកគេទាំងអស់គ្នាក៏បន្តដំណើរទៅមុខពួកគេបានកម្ចាត់ Minotaur តាមផ្លូវជាបន្តហើយដើរទៅកាន់បន្ទប់ boss room ក្រុម Peace Guild ដើរនិយាយគ្នាយ៉ាងសប្បាយរីករាយប៉ុន្តែសាំងស៊ូមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងមូលហេតុគឺគេឆ្ងល់ថាតើ Sea Ranker ម្នាក់អាចធ្វើរឿងទាំងអស់នេះបានដល់របៀបណាគេគិតថាច្បាស់ជាមានអ្វីមួយមិនប្រក្រតីហើយមួយគឺវាប្រាថ្នាជំនួយឬមួយទៀតវាគឺជា False Ranker អ្នកលេខកម្រិត False Ranker គឺជាអ្នកដែលមាន rank ខ្ពស់ពិតប្រាកដប៉ុន្តែបន្លំធ្វើជា rank ទាបដើម្បីចូលមកក្នុង gate កម្រិតគេបែបនេះគេគិតថាទោះជាយ៉ាងណាក៏ដោយខ្ញុំនឹងស្វែងរកការពិតឲ្យឃើញពេលនេះកូនចៅក្នុងក្រុមរបស់គេបានមកសួរថាមេក្រុមមិនអីទេឬគ្រប់យ៉ាងមិនអីទេមែនទេគេក៏តបវិញថាយីពួកឯងនេះពេលដែលពួកវាវាយធ្វើបាបអញមិនឃើញក្បាលពួកឯងណាមួយចេញមកជួយទេឥឡូវមកសួរថាអញមិនអីទេពួកឯងពិតជាអន់មែនគេក៏ដាវទៅមុខកូនចៅក៏និយាយថាពួកយើងសុំទោសពួកយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលមេបញ្ជាឬពាក្យថាអ្វីគ្រប់យ៉ាងគេក៏និយាយថាកុំភ្លេចពាក្យសម្ដីនេះឲ្យសោះរួចប្រាប់ពីផែនការមួយដល់ពួកគេផែនការនោះគឺក្នុងពេលបន្តិចទៀតនេះពួកគេនឹងត្រួតប្រឈមមុខនឹង Boss Monster នៃ Gate នេះ Boss Monster នោះគឺជា Minotaur Warrior ដែលជា B rank monster ដោយសារតែវាជា B rank monster វាពិតជាខ្លាំងណាស់សូម្បីតែជិនក៏មិនអាចទប់ទល់ម្នាក់ឯងបានដែរនៅក្នុងពេលនោះពួកយើងនឹងទៅចាប់ខ្លួនសងសមាជិកស្រីរបស់ Peace Guild ពេលនោះជិននឹងត្រូវរើសរវាងការប្រយុទ្ធជាមួយ monster ឬមកជួយសង្គ្រោះនាងគេនឹងនៅ Starkster យើងគ្រាន់តែខ្វាត់ជិនឲ្យជាប់គឺបានហើយចំណែកឯ Magician របស់ Guild នោះយើងចូលទៅចិត្តឲ្យខ្វាត់វាទៅរីឯ E rank tanker នោះមិនបាច់បារម្ភទេបញ្ហាតែមួយគត់គឺមេក្រុមឆយខ្ញុំនឹងចាត់ការគេដោយខ្លួនឯងនេះជាផែនការ
បើពួកឯងធ្វើបរាជ័យពួកឯងដឹងហើយថានឹងមានរឿងអ្វីកើតឡើងគេគិតថាបើធ្វើបែបនេះច្បាស់ជាអាចធ្វើបាបជីនបានជីនចាំមើលចុះអ្វីដែលឯងបានធ្វើដល់អញនឹងសងឯងវិញឲ្យអស់សាំងស៊ូរៀបចំផែនការយ៉ាងល្អហើយដើរទៅរក Boss Monster ប៉ុន្តែជីនមិនចំណាយពេលយូរទេអ្នកទាំងអស់គ្នាគេថាគេធ្វើអ្វីគ្រាន់តែចូលទៅដល់ភ្លាមមួយដៃគឺចប់ one strike ចិនជាងនៅខាងក្រោយក៏បាក់ខ្ទេចហើយ Monster នោះក៏ត្រូវកាប់ដៃខ្លួនត្រឹមចង្កេះគ្រប់យ៉ាងបានបញ្ចប់ជីនក៏បានឡើង level ហើយទទួលបានរង្វាន់ពី quest នៃការសម្អាតហ្គេតផងដែរជីនគិតថាមិនអីទេបើបញ្ចប់បែបនេះទើបអាចចេញទៅវិញបានលឿនពេលគេងាកមកមើលឃើញសមាជិក P-Skill ទាំងអាចឈរហាមាត់ធំៗដែលភៀមភ័ក្ត្រភើជីនសួរថាមានរឿងអីពួកគេឆ្លើយថាអត់ទេអញសួរពួកយើងណាតើឯងកំចាត់ Monster នោះដោយរបៀបណាពួកគេផ្សួរដល់ការកោតសរសើរជួយនិយាយថាបន្ទាប់ពីចប់រ៉េតនេះមកនិយាយជាមួយខ្ញុំបន្តិចពេលនោះជីនសង្កេតឃើញរឿងមួយអាពីរអ្នកដែលជាកូនចៅរបស់ Shangdao Guild កំពុងឈរនៅក្បែរសង់ជីនសួរថាពួកអញកំពុងធ្វើអីនៅហ្នឹងពួកគេឆ្លើយទាំងភ័យថាអត់ទេពួកយើងគ្រាន់តែមកឈរលែងទេពួកយើងមិនបានធ្វើអីទេពួកយើងទៅវិញហើយជីនងាកទៅមើលសាំងស៊ូឃើញគេកំពុងឈរតក់ស្លុតជីនសួរថាមានរឿងអីមិនក៏ធ្វើមុខភ្ញាក់ផ្អើលម្លេះសាំងស៊ូឆ្លើយថាអត់ទេខ្ញុំប្រហែលជាអស់កម្លាំងបន្តិចគ្មានអីទេគេសម្រេចចិត្តថាគេគឺជា Monster មិនត្រូវមានបញ្ហាជាមួយជីនទៀតជាដាច់ខាតបន្ទាប់ពីបញ្ចប់រ៉េតនៅខ្លងហ្គេតនេះហើយពួកគេក៏ចេញមកក្រៅនៅខាងក្រៅពួកគេកំពុងនិយាយគ្នាអំពីការលុករបស់របរដែលទទួលបានពីហ្គេតជីនបានហៅសាំងស៊ូទៅនិយាយគ្នាដោយឡែកហើយស៊ូថាតើឯងនឹងឲ្យលុយនៅពេលណាសាំងស៊ូឆ្លើយថាខ្ញុំនឹងផ្ញើឲ្យឆាប់ជីនស៊ូថាពេលណាខ្ញុំចង់បាននៅថ្ងៃស្អែកសាំងស៊ូឆ្លើយថាបានខ្ញុំនឹងផ្ញើឲ្យនៅថ្ងៃស្អែកជីននិយាយថានេះជាលេខគណនីធនាគាររបស់ខ្ញុំកុំភ្លេចផ្ញើមកបើឯងមិនផ្ញើមកទេឯងដឹងហើយថានឹងមានរឿងអ្វីកើតឡើងពេលនោះឯងនឹងមានបញ្ហាធំហើយសាំងស៊ូដើរចេញទៅទាំងភ័យញ័រខ្លួនពេលនេះ E-Rank Hunter បានមកនិយាយជាមួយជីនគាត់សួរថាតើឯងគិតថាគេនឹងផ្ញើលុយមកមែនទេជីនឆ្លើយថាបើគេមិនផ្ញើមកគាត់ក៏ដឹងដែរថានឹងមានរឿងអ្វីកើតឡើង E-Rank Hunter និយាយថាអត់ទេរឿងគេផ្ញើឬមិនផ្ញើជារឿងមួយប៉ុន្តែឯងមិនស្គាល់ឪពុករបស់គេទេ Guild Master របស់ Shangdong Guild ឈ្មោះ M Sun Su មិនមែនជាមនុស្សធម្មតាទេមានពីចចាមអារម្មណ៍ជាច្រើនអំពីគាត់មិនត្រឹមតែប៉ុណ្ណោះភស្តុតាងដែលយើងបានថតទុកគេអាចជំចាត់ចោលបានយ៉ាងងាយឈ្មោះរបស់គាត់គឺ Im Sun Su ប៉ុន្តែរហស្សនាមរបស់គាត់គឺ Frozen ឥឡូវនេះគេនឹងប្រាប់យើងអំពី E-Rank Hunter និង Im Sun Su Im Sun Su គឺជា magician ម្នាក់ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងសង្គ្រាមដ៏ធំ Great War គាត់ប្រើប្រាស់វេទមន្តប្រភេទទឹកកក Ice Type Magic ឬការបង្កកដោយសារហេតុផលនេះហើយទោះគាត់មានរហស្សនាមថា Frozen បន្ទាប់ពីសង្គ្រាមចប់គាត់មិនបានចូលនិវត្តន៍ទេប៉ុន្តែបានបង្កើត Shangdong Guild ដោយខ្លួនឯងនៅពេលនោះមាន Guild ធំៗជាច្រើនប៉ុន្តែដោយសារអំណាចរបស់គាត់បានដឹកនាំ Guild នេះឲ្យរីកចម្រើនដល់កម្រិតនេះដោយដៃម្ខាងបើមនុស្សខ្លាំងបែបនេះដឹងថាជីនបានធ្វើបែបនេះដាក់កូនប្រុសរបស់គាត់ហើយថែមទាំងយកលុយយ៉ាងច្រើនទៀតតើគាត់នឹងធ្វើអ្វីខ្លះនេះគឺជាអ្វីដែល E-Rank Hunter បារម្ភរឿងនេះក៏បានដឹងដល់ត្រចៀករបស់ Im Sun Su ដែរគ្រាន់តែដឹងភ្លាមគាត់ខឹងយ៉ាងខ្លាំងហើយស្រែកថាលើកនេះជាអ្នកណាដែលហ៊ានបោកប្រាស់វាអង្គរះរបស់គាត់បាននាំខ្លួនសាំងស៊ូមកក្នុងបន្ទប់ Im Sun Su ក្រោកឈរហើយនិយាយថាខ្ញុំមានសំណួរជាច្រើនដែលត្រូវសួរឯងប៉ុន្តែមុននឹងសួរត្រូវវាយឯង 4-5 ដៃសិនទើបឯងចាំទុកក្នុងខួរក្បាលគាត់ក៏វាយកូនប្រុសរបស់គាត់យ៉ាងចាស់ដៃឥឡូវនេះរូបភាពបានកាត់ទៅបង្ហាញសន្តាគារមួយនៅទីនេះហើយដែលម៉ាក់របស់ជីនធ្វើការគាត់ធ្វើការជាអ្នកបម្រើ server ហើយកំពុងធ្វើការយ៉ាងលំបាកស្រាប់តែមានមនុស្សម្នាក់ដើរចូលមកនោះគឺជីនឃើញម៉ាក់របស់គេហើយសួរថាម៉ាក់សុខសប្បាយទេរួចនាំគាត់ត្រឡប់ទៅផ្ទះវិញភ្លាមជីនបានផ្ទេរលុយ40លានវ៉ុនចូលទៅក្នុងគណនីរបស់ម៉ាក់គេមូលហេតុគឺឥឡូវនេះគេមានលុយ80លានវ៉ុនដូច្នេះគេចែក40លានឲ្យម៉ាក់គេប្រាប់ថានេះជាលុយដែលខ្ញុំរកបានខ្ញុំរកលុយបានច្រើនណាស់ដូច្នេះម៉ាក់មិនចាំបាច់ទៅធ្វើការនៅសន្តាគារទៀតទេម៉ាក់មិនចាំបាច់ធ្វើបាបខ្លួនឯងទេគ្រាន់តែរស់នៅផ្ទះធម្មតាគឺបានហើយខ្ញុំដឹងថាម៉ាក់មិនហ៊ានចាយលុយខ្ញុំទេព្រោះគិតថាជាការរំខានដល់ខ្ញុំប៉ុន្តែឥឡូវខ្ញុំគ្មានបញ្ហាអីទេឲ្យតែម៉ាក់និងប្អូនរស់នៅបានសុខគឺគ្រប់គ្រាន់ហើយខ្ញុំខំប្រឹងរាល់ថ្ងៃក៏ដើម្បីតែរឿងនឹងដែរបន្ទាប់មកគេងាកទៅនិយាយជាមួយប្អូនស្រីថាកុំចេះតែនិយាយថាអត់ដេកអត់ពួនខំរៀននៅពេលយប់អីពេលនោះប្អូនស្រីរបស់គេមើលមកគេដោយទឹកមុខប្លែកជីនសួរថាមានរឿងអី
តាមពិតទៅប្អូនស្រីរបស់គេមានជំងឺគ្រុនក្តៅខ្លាំងដូច្នេះហើយទើបថ្ងៃនេះឈប់សម្រាកនៅផ្ទះប៉ុន្តែដោយសារឃើញលុយ400,000 វ៉ូនទើបនាងនៅអង្គុយទីនេះជីនសួរថាបានទៅជួបពេទ្យឬនៅនាងឆ្លើយថាអត់ទេបើទៅពេទ្យគេនឹងនិយាយច្រើនណាស់នាងគ្រាន់តែទិញថ្នាំមកលេបប៉ុណ្ណោះប្រកាសណាស់បើទៅជួប healer គឺអាចព្យាបាលបានយ៉ាងឆាប់រហ័សប៉ុន្តែ healer យកថ្លៃណាស់ជីនកំពុងគិតថាគូធ្វើបែបណាស្រាប់តែនឹកឃើញគំនិតមួយប្រហែលជាអាចប្រើ chi circulation ការបញ្ជូនថាមពលឈីបានជាធម្មតាការប្រើ chi circulation អាចកម្ចាត់ភាពនឿយហត់និងជំងឺគ្រុនក្តៅចេញពីរាងកាយបាននៅក្នុងពិភពមូរីមពួកគេប្រើវិធីនេះដើម្បីព្យាបាលជំងឺភាគច្រើនទាល់តែជំងឺធ្ងន់ធ្ងរខ្លាំងទើបគេហៅគ្រូពេទ្យជំនាញអញ្ចឹងហេតុអ្វីមិនសាកល្បងជីនក៏ចាប់ដៃប្អូនស្រីហើយនិយាយថាសាកល្បងមើលគេចាប់ផ្ដើមប្រើ chi circulation និងបញ្ជូនឈីចូលទៅក្នុងខ្លួនប្អូនស្រីវាអាចនឹងឈឺបន្តិចប៉ុន្តែទ្រាំបន្តិចទៅបន្ទាប់ពីធ្វើបែបនេះអស់រយៈពេល1ម៉ោងស្បែករបស់ប្អូនស្រីគេប្រែជាភ្លឺរលោងនិងជំងឺគ្រុនក្តៅក៏បាត់អស់ប្អូនស្រីសួរថាមានរឿងអីបងបានធ្វើអ្វីចិនមិនបានប្រាប់អំពីបច្ចេកទេស Chi circulation ទេតែប្រាប់ថាវាជាបច្ចេកទេសព្យាបាល healing technique គេសួរថារាងកាយឯងយ៉ាងម៉េចហើយប្អូនស្រីឆ្លើយថារាងកាយខ្ញុំដូចជាត្រឡប់ទៅកាលនៅក្មេងវិញទោះបីជាខ្ញុំនៅក្មេងស្រាប់ក៏ដោយប៉ុន្តែមានអារម្មណ៍ថាមានកម្លាំងខ្លាំងស្បែកភ្លឺរលោងនិងប្លែកខ្លាំងណាស់ខ្ញុំមិនដឹងថាវាកាត់ឡើងបានដោយរបៀបណាទេចាន់និយាយថាទោះជាយ៉ាងណាឯងគួរទៅងូតទឹកសិនទៅវាល្អជាងមូលហេតុគឺនៅពេលដែលនរណាម្នាក់ធ្វើ chi circulation រាងកាយនឹងបញ្ចេញជាតិពុលឬកាកសំណល់ waste ចេញមកក្រៅខ្ញុំធ្លាប់បាននិយាយអំពីរឿងនេះនៅក្នុងរឿង Return of Mount Hwasak ដូច្នេះជាតិពុលដែលកក់កគុញក្នុងខ្លួនប្អូនស្រីគេអស់រយៈពេល19ឆ្នាំត្រូវបានបញ្ចេញមកក្រៅហេតុនេះហើយទើបចេញឲ្យនាងទៅងូតទឹកពេលនាងដើរទៅក៏មានក្លិនស្អុយចេញពីរន្ធញើសនិងមានសម្លេងព្រួតប្រាតចេញមកយ៉ាងខ្លាំងឃើញប្អូនស្រីបែបនេះម៉ាក់របស់គេក៏សួរថាមុខរបស់កូនមើលទៅភ្លឺរលោងណាស់ប្រហែលជាម៉ាក់គួរតែសាក់លបងដែរទេដឹងចិនក៏និយាយថាតោះសាក់លបងមើលហើយបំរុងនឹងចាប់ដៃម៉ាក់ស្រាប់តែមានសម្លេងព្រួតប្រាតយ៉ាងខ្លាំងចេញពីបន្ទប់ទឹកចិននិយាយថាអត់ទេមិនបាច់ទេផ្ទះយើងមានបន្ទប់ទឹកតែមួយចាន់ពីក្រោយចុះម៉ាក់ក៏យល់ព្រមពេលនេះឆយបានទូរស័ព្ទមកចិនហើយប្រាប់ថាសប្តាហ៍ក្រោយនេះយើងនឹងសម្រាកមួយសប្តាហ៍មិនមានរេតទេចិនសួរថាមានបញ្ហាអ្វីជាមួយឆាំងដុងគៀលមែនទេទើបសម្រាកឆយឆ្លើយថាអត់ទេមិនមែនបញ្ហានោះទេអាគាររបស់ពួកយើងចាស់ហើយត្រូវជួសជុលឡើងវិញដូច្នេះហើយទើបសម្រាកមួយសប្តាហ៍ចិននិយាយថាអញ្ចឹងល្អហើយខ្ញុំមានការងារត្រូវធ្វើដែរជួបគ្នាសប្តាហ៍ក្រោយរួចក៏ដាក់ទូរស័ព្ទចុះការងាររបស់ចិនគឺការស្វែងរកផ្ទះថ្មីដោយសារនៅសោតលុយ40លានវ៉ុនគេចង់ទិញផ្ទះល្អមួយសម្រាប់រស់នៅ3នាក់គឺម៉ាក់ប្អូនស្រីនិងរូបគេក៏បានទៅជួបឈ្មួញកណ្ដាល broker ដើម្បីមើលផ្ទះរូបភាពបានកាត់ទៅរកឆយ Butler ញាក់បំរើចំណិតសួរឆយថាតើគេបាននិយាយអ្វីខ្លះឆយឆ្លើយថាគេនិយាយអំពីឆាំងដងគៀលទោះបីជាគេមើលទៅហាក់ដូចជាមិនខ្វល់ប៉ុន្តែវិញ្ញាណ senses របស់គេមុតស្រួយណាស់គេដឹងច្បាស់ថាមានរឿងអ្វីកើតឡើងសំណួរតែមានគាត់រងឆយគឺពេលជួបគេដំបូងគេគ្រាន់តែជា Frank Hunter ដែលស្ពាយកាបូបដើរតាមគេប៉ុន្តែជីនអាចធ្វើ solo raid នៅក្នុង B Ranket បានការសង្ស័យរបស់ឆយត្រូវបានបញ្ជាក់ច្បាស់ហើយជីនជាមនុស្សដែលកាន់តែខ្លាំងឡើងហើយខ្លាំងក្នុងលបឿនយ៉ាងលឿនឆយសួរបាត់លើថាតើលោកមានទទួលបានព័ត៌មានអ្វីអំពី Third Awakening ការភ្ញាក់រលឹកលើកទី3ដែរទេគឺ Hunter ដែលភ្ញាក់រលឹកជាលើកទី3បាត់លើគីមឆ្លើយថាខ្ញុំនឹងព្យាយាមស្វែងរកព័ត៌មានបន្ថែមឆយសួរថាតើឆាំងដងគីលនឹងធ្វើអ្វីបន្តបាត់លើឆ្លើយថាថ្ងៃនេះពួកគេប្រហែលជាបានបញ្ជូនស្ប៉ាយអ្នកស៊ើបការទៅហើយមិនត្រឹមតែតាមដានជីនថៃឃុងទេពួកគេប្រហែលជាតាមដានសងនិងអ៊ីមផងដែរខ្ញុំបានប្រាប់ពួកគេរួចហើយប៉ុន្តែចំពោះជីនថៃឃុងយើងមិនទាន់បានប្រាប់គាត់ទេតើយើងគួរប្រាប់គាត់ទេឆយនិយាយថាអត់ទេមិនបាក់ទេផ្នែកស៊ើបអង្កេត Intelligence Department របស់ឆាំងដងគៀឆ្លាតណាស់ពួកគេនឹងរកឃើញអត្តសញ្ញាណពិតនិងសមត្ថភាពពិតរបស់ជីនបានយ៉ាងងាយយើងក៏អាចឆ្លៀតឱកាសនេះដើម្បីដឹងពីអត្តសញ្ញាណពិតរបស់គេដែរបាត់លើនិយាយថា
ตัวอย่างนะบาเรื่องนี้การลางกาปีมุนและซ้อมกิลมาสเตอร์ระบช่างดองเกียร์คืออิมซุนซูบานประกาศสังครีมจมูกยืงหายปันใต้อเลอกดจ้าเฮ้ยประหายจีกดสงับสงัดจิงมุนคิมทุลับจูบกอดปีมุนกอดมันโดยปีมุนเต้โดยซาบัตเลอร์ทุลับโจรูมขนงเกรดวอร์ได้กดสกอร์อิมซุนซูจะบ้าตรลับหมกจีนวิงเก้บ้านเตเมอปะแตะทมมวยจีนเคยปะแตะนิหายนิเยธาหลอนะปันใต้ในกะไลนี้ทุลับเมียนอพาร์ตเมนต์มวยการปีดอบชนามนจินนังครูซาทรวบรู้ในตีนี้การนุเมียนอพาร์ตเมนต์ปันใต้กรอยมกดำบอมนี้เตรบ้านอภิวัตโดยซาแต่เมียนฮันเตอร์แอสโซเชชันนึกบานนี้เปลโอปุกระบอกเกสลับปุกเกคนินลัตเพียบบองไทยดำบอลได้อภิวัตนิเตเติบไตรจากเจงจินนิเยธาคิมสมดาเมื่อชุมวิงนิสนเกดาตรกเมื่อซูเปอร์มาร์เก็ตได้เกทรบเครื่องกาปีกเมงสลับตาเมียนมนุษย์มนักโชว์ในกระบายล้านห้อยดาวหมอกรกจินเกสูธาอังทรวบเรียนในสลาการัมมิดดูสกูลเมนเตอังชเมอจินไทยคิยงเมนเตคิมคือภาคจีฮองภาคนี้คือจีมัดรุมธนะระบอบจินกาปีกเมงเกนึงมัดสเรระบอกเกกำปุงจีลานมัดสเรสูธาเกเมื่อไตมันเซยสังหาพ่องหาดใบบองตนิเยจมวยเกภาคฉลายถาเกอเลยเมียนสเพียบแบบนี้ปันตากาปีเนเรียนเกละใบขลังนะเกคลังกระโปหนึ่งปุกากีฬาเกจิมนุมละใบชัวอะไรเมื่อไตดูเจแทลกโกดบันติกมัดเซยชูถาตู้จีอย่างนะเกมันดอยกำรัดบองเทตาเกปัดจิมัดระบาบองแมนหรือภาคฉลายถาอัตเต้เกมันแมนจิมัดเขียมเทตัวใบจิเกโจจะนิเยรกปันตาเกปฏิเสธทาจิมัดภาคนี้ก็จีฮันเธอได้ให้เกเนเกียวชัวเมนดองเกียวเจทีมลีดเดอร์ในทีมวันกาโจคลุ้งเกียวทมแบบนี้ชื่อเรื่องทมดองนะจีนมีการพยักฝ่าวได้เคยเกเจฮันเธอในเกียวทมจีนพี่เยี่ยมนึกเคยท่ากาปิกเมงภาคมีนเจริญแบบนาเขียวมันจำท่าทุลบเคยเวียพ่องประให้จีการปิกเมงเวียกรอนแต่จีเมงธรรมดาแต่เลอทมล้างมือตะกรอนบาตาขยำหนึ่งเวียทุลบจิตสนัดหนึ่งคเนียเตมันดังเฮ้เพลียมนู้จีนนึกเคยท่าเกบานตุกโบรกเกอร์เจ้าในเตียนู้เกก็ประยับตลับตัวเองจีนบานติงเตียนุขนมดำไล30ใบเหรียญวนเกบานติงดัดแต่มาดองเกกทาบาปรับมากหนึ่งบอนสไรปุกเกชบาชิสบายจัดเปกำปงดาตลับตะเวงจีนมีอารมณ์ทามีนนามันเนี่ยกำปงตามดานเกปีกรอยเกไลดาเกอร์มกันเฮ้ยเงี้ยตะกรอยเพลียมปันท้าขมีนสำเร็จเอาไว้สอเมียนแต่ชมาหมวยกระบ้าดากัดจำแรงนะโดยชิมีนเอาไว้ครบรอกระไดเกเบิร์กชีเซนส์ดำใบจับอารมณ์ปันท้ามันเคยเอาไว้สอประหายจิขมีนไอเตเกก็ด่าเจนเตอเนื้อไงปีนู้เนเลยดำบูลอากีเมียนมนุษย์มณะกงปงองกุยเตียงไพคลากเย่คิมไพสตือลวกประลึงตาวีดังดาระเบียบหน้ากรอนตาวีสำลังเมาคิมย่อขลุ่นอ้อเฮยตามปึ๊ดจีนบ้านเอือนเกบรรไตด้วยสากิปรา observation magic เวทมนต์สังเกตกาขมีนนาไอโตรเกเคยเทตัวไปชีเวียดังก็เวียมันไอโตรเคยตีตังเป็ดระบอกยองได้เวียกรอนไตจิกาใจดอนบนเนาะเปจีนแต่ดอกแต่เกเคยรุยจิจรานหายแต่รุยมันชุบเตียบานเชียง100กบาลเฮ้ยเนยแต่เมียนหมกเตียดเกสไรโลลาบนสไรสัวทายบเฮ้ยถือไอ้นั่งรุยเวียเมียนธรรมดาเฮ้ยถือไอ้ก็ชาวมาแล้วจีนฉลายทารุยปุ่งนี้รมคานนะบนสไรเนียทากำรำไอ้ติกเตียดเวียสงัดเฮ้ยปลุกรุยขนมบรรทุกขยุ้มสงัดชึงรุยขนมบรรทุกแองจีนนั่งบนสไรโจยตัวมือขนมบรรทุกเคยรุยมวยกบากำปุงองกุยเงียมจีนชงอลทาไม่ก็รุยนี่เงียมมาแล้วจีนลุกไอ้ตัวจิตสลับตารุยนุบไผ่หอยห่อถอยกรอยจำเมื่อสันไรตารุยเจ็บภัยได้หรือเวียมันสรัวเตรุยนี่เธอจรณาปลายดูเจียกำปงสำแดงจิสัตรุยจินเกิดหาเมียนเอาไว้มุ้ยขอประกระไตเฮยเก๋บาวชีสันสพลีมสรับไตเคินทารุยทั้งออกเหนือยุมวินโนเมียนสะเสเปียกทาฟามิเลียสัตว์บำราเวทมุนจินเกิดทานิเจสไอระบายกาอมปีจินตรือบานบรรจูนเตออิมซุนซูฟรอเซนองครักบังไฮระบายกาโนอิมซุนซูนิยัยท่าแนะน้าจีแนะสเสระบายการนี้ซีแรงหันเธอมันหนักอายสำหรับมีโนทาวอริเออร์โดยขลุ่นเองมันอายตะรูดเตะห้าวแนะสเสมอกสเตย์บนโต๊ะห้าวอายสเสทำไมกอดบ้านบรรจุนสปายเจจร้านตัวตามด่านจีนรูดเฮยกอดสู่อัมปีสมาชิกพีสเกียวเสงเตียดองครักฉลายท่าจมพวกเกลมาสเตอร์หนึ่งทีมลีดเดอร์ระบบพีสเกียวปุยยุ่มมันอายประโมลปอร์เมียนเอาไว้บานซอมันตรำแต่ปอร์เมียนตัวขลุ่นเตสุใบเตกันเนตในธัญกีก็มีสวัสดิภีบขบวได้ยุ่มมันอายโจนเตมอบานเตเมียนถนักเลยจีน่าเบิดปอร์เมียนเตียงนี้พวกเกจะบาดเจ็บมนุษย์ทอมหายอิมซุนซูพยับเอาน้ำเกี่ยวนี้เติบใต้บังเกิดบรรไดปอร์เมียนระบบสมาชิกปีนัดหรือบานกาเปียอย่างทั้งรันตัวจะอย่างหน้ายังหนึ่งแสวงหยดปีพวกเกในเปกรอยไอ้เหล่านี้ก็ดาวรุ่งยังเกิดจีนไทยยงเติบประมวลปอร์เมียนตัวเอาอัมพีเวียบรรจุนกรมเสืออังเกตตัวตามด่านเวียบตัวนี่หายเจมูลหายได้ดำบงร้อยเมียนมนุษย์มันแอกเนื้อเลยดำบงกำปงตามด่านจีน
เกสรยาท่าหนึ่งหยอกปอร์เมียนแต่ละระบจินครั้งระยะเปลี่ยนมีสัปดาห์ปันตายอิมซุนซูมันตกจัดก็บรรจุมนุษย์จิจารเตียเตอตอนรับมอกจินวินเปรดเกกำปงจับรอยในครามตุกเมียนตังเก่าตูดหน่วยตังเก่านอกก็เจฟมิเลแดเวทราบานบัญเจียวแดบุราษในเรือดำบง บรอนุกำปงบัญชีดองเก้าหนึ่งรุยให้เจทาคิมปราบเฮยกุมเอาเนนามุกจริตเจรกางเงียคิมปันตาช่างดองกิลมันสดับซออะไรนี้เกบังหารอัมปี familiar type magic วีจิกาเวทมนต์กรุบกรงจัดเลือสัตว์มีชีวิตปัญหาคือกำรัดนินะปรานึ่งจำง่ายบ่าวเลเวลกโปอาจกรุบกรงสัตว์ถมนึ่งเนยชง่ายบานปันตายเซฟโซนคือตรม300 เมตรบนนบบ่าวฟามิลีสลับเนะปราก็รงระบบได้ไม่อย่างติดเนะปราเวทมนต์นิจรานตายจรุสอสคล้ายเจตระเงาดูชในหอยเติบมีเนะเรียนติดตุยจินบ้านเคินฟามิเลียในกรุงแต่ระบอกเกบ้านเตยสหกรมฮันเตอร์ดำใบประมูลปอร์เมียนเกดังทาเมียนรุยรับป้อนกบาลในกรุงแต่จินคังนะแต่เตยบานเกตามด่านดอลกรุงแต่เกก็เรียบจอมแผนกามวยในที่ไงบรรทบจินบานเตยก่อนไหลลูกสัมพีเรฮันเตอร์ให้ติ้งระบอโลแรงเท่าเขาจิตรานเบิ่งต่อมกเกเตเมออพาร์ตเมนต์ในจุมบริงดัมบอลนูเปียวดาเตยเกเมียนอารมณ์ทาเมียน tracing magic สาวตามระยะกาดานี้จินบานรถเขินบรรทบจำนวนใบในกำลังอพาร์ตเมนต์ใบเสียงคเนียแต่มีมนุษย์กำปงตามด่านเกบรรทบปีจินรถเขินพวกเวียบานประดูปีสัตรุยมุกจีสัตเสียงมีนชมาวิกบาได้พ้นสไรเกยกหมกชมาโนก็เชฟฟามิเลียได้ปีจินเชิญตะคราวมีนชมาวิกบาเทศมุกดาตามเจื้องระบอกเกชมานี้ก็เชฟฟามิเลียได้สรับแต่มีนัดจิตคางมันแดกหมกในเยธาส่วนใดชมานี้โจจิตโลกนะยกเวียตัวจันจำเตอจินกึดทาเติบแต่จูบกันยลึกดำบงแฮดเอาไว้ก็รักเทียบมาแล้วจินดึงทานี่คือชื่อแผนการระบอกช่างดองเกียวจินบันเรียบชอมแผนการรุยร้อนหายนึกครั้งบรรทุบระบอกเกมินชมาปีกบาลมวยกบาลชีระบอบรอในเรือดำบูลอันมวยกบาลเตียดชีระบอซังดองกิลกรุบกรองดาวชมูหงจินถ้วยปุจินีใหญ่ตุรศัพท์อัลโหลขยมคือจินไทเก่งขยมบานจับประดามแผนกาห้อยแมนห้อยกรุบยางดำนากาละออซังดองกิลมันดังขลวนเตขยมเมียนเอาไว้กรุบยางรุยร้อนห้อยจินดอก USB แผ่นไดรฟ์มวยเช่นหมอพังหารเวียนในคลองได้ขยมห้อยชมาเต็งปีกบาลสำลังเมอ USB โนจินนิยัยทาแมนห้อยถ้วยตามหนึ่งจ้อทางานนี้ขยมชื่อขลวนนะเกดักโทรศัพท์จ้อให้ยก USB ดักขนมหาเป้าเพราะหาชีมอกปีถือ push up จรันเป๊กต่อตัวดาวเลียนข้างกราวบันติดสินจินดึงทาปีบรรทุบแต่งใบโนเกอาจเมยเคยบรรทุบระบาจินจุบานะโดยชนะมนุษย์ใบเนนุกำปงตามด่านเกจินกะทาบาผู้ไอปราฟามิเลียผู้ไอจุบาจีเมืองจ้องไอขยมเราเคยเตขยมหนึ่งเธอไอผู้ไอมาเราขยมได้คลวงไอเกมเยกเตเมยชมาตั้งปีพวกเวียกำปงถือปุจฉิชมาธรรมดาจินกะทาปรากฏนะผู้ไอมันอาจยก USB ไปขยมได้ปลายชมาบานเตโดยชนะผู้ไอใจได้เจงมอกได้คลวนไอต่อจำเมื่อถ้าผู้ไอคลังกำรัดนาทั้งไงนี่หนึ่งดำกันยี่หายเราเวียงซังดองกิลหนึ่งจินไทเกียงต้าวหนาคลังเชียงจินเรียบจอมผ่านการุยร้อหายดาเจนบีบรรทุกต้าวผ่านการระบาจินหนึ่งโจกเจหรือมวยซังดองกิลหนึ่งชิเนะเยี่ยวหนึ่งรุงจำเมื่อในจงปุกบรรทบจบขเนียในจงปุกกรอยอาริกาโตจีนบันสำลังมิลชมาตั้งปีโน้ตให้ได้เจนตะกราวบรรทบปีกวดเจนเตยบรมเมเนกเตียชมูฮองได้บันตะตูลเปสกกรรมนี้ดำบงปีแชงดองกิลดำใบยอกปรเมียนอัมปีจีนบานเมื่อตามระยะชมากอดบานเจนหมกกราวให้พิจารณาทาเต้ากัวตามดานจีนหรือออกมูลค่าได้กอดกำปงเกิดถ้าเต้ากัวตามดานหรือออดคือด้วยซาแต่กอดบานตะตัวลุยให้โดยเฉพาะกอดเตยแต่ตามดานบรรใต้กอดบานดักและคันมวยชมวยแชงดองกิลทามันเตยไอมีแหนน้ำหมกเจียดจะได้กางเงียระบอกกอดดีบรรใต้ปูเกบานบำเปียนโดยบรรจุนมนุษย์จิตรานเซงเตียดหมกเจียดจะได้กางเงียระบอกกอดโดยสาเหตุพอลนี่หายเติบกอดกำปงพิจารณาถ้าเต้ากัวตามดานจีนหรือออดกลายปีกอดเมียนมนุษย์จิตรานเตียดหมกปีแชงดองกิลบานจับดามตามดานจีนหองบานกึดทาโอ้โหผู้ไอ้ต่างออกเนี้ยกำปงตามด้านแมนเต้ผู้ไอ้กึดท่าผู้ไอ้ไอ้บังจับไปสกกรรมนี้โดยคลูนไอ้บ้านแมนเต้บ่อนจังตาเครื่องตรือทั่วเวียดำใบไอ้โดยซาผู้ไอ้มอเฮ้ยเครื่องหนึ่งบ่บองไปสกกรรมนี้ตรำนี่กวาดบันพญาซาถ้ากวาดบ่บองไปสกกรรมเฮ้ยก็ชบแต่มาดองไอ้แล้วนี่จิ้นบันล่างแต่เรือพนมโดยจีการพี่เยี่ยมไฮคิงกวาดบันดาตามเพลธรรมดาเต้บันไตบันดากัดไปพนม
គ្រាន់តែចូលទៅក្នុងបន្តិចមានមនុស្សជាច្រើនចាប់ផ្ដើមតាមដានជីនបានដើរទៅមុខបន្តិចរួចងាកមកក្រោយភ្លាមហើយសួរថាផ្លូវនេះគ្មានច្រកចេញទេហេតុអ្វីបានជាពួកឯងតាមខ្ញុំពួកឯងចង់បានអ្វីពីខ្ញុំមែនទេភ្លាមនោះពួកគេក៏ឆ្លើយថាយើងពិតជាចង់បានរបស់ពីឯងមែនឯងដឹងច្បាស់ថាវាជាអ្វីហេតុអ្វីបានជាឯងមកឆ្ងាយម្លេះជីនបានឆ្លើយថាអត់ទេខ្ញុំគ្រាន់តែចង់ដឹងថាពួកឯងនឹងតាមខ្ញុំមកឆ្ងាយប៉ុណ្ណាដូច្នេះខ្ញុំក៏សាកល្បងមិនអីទេពួកឯងត្រូវបានបង្វឹកយ៉ាងល្អមែនទេលោកឆយភျុងអ៊ីលនោះគឺជាឈ្មោះរបស់មនុស្សម្នាក់ក្នុងចំណោមអ្នកដែលតាមដានពេលឮឈ្មោះនេះគេមានការភ្ញាក់ផ្អើលហើយសួរថាតើឯងដឹងដោយរបៀបណាជីនឆ្លើយថាខ្ញុំមានវិធីច្រើនណាស់ដើម្បីដឹងឈ្មោះរបស់ពួកលោកមែនទេលោកឃីមខ្វាងដងយើងធ្លាប់ជួបគ្នាពីមុនមកហើយលោកគឺជាអ្នកទុកឆ្មាឲ្យខ្ញុំមែនទេខ្ញុំនឹងចិញ្ចឹមឆ្មានោះឲ្យបានល្អបន្ទាប់មកគាត់បានហៅឈ្មោះអ្នកផ្សេងទៀតថាលោក Park Hyung Jin Yo Hyun Lee Min Chol Kim Jun Soo ពួកលោកទាំងអស់គ្នាកំពុងពួនមែនទេមិនចាំបាច់ពួននៅពីក្រោយកំពូតព្រៃទេវាពិបាកណាស់មែនទេចេញមកក្រៅមកមោះខំណាស់មិនអីទេចេញមកក្រៅមកពួកគេទាំងអស់គ្នាបានចេញមកក្រៅដោយភាពភ្ញាក់ផ្អើលជីនមិនត្រឹមតែរកឃើញកន្លែងពួនរបស់ពួកគេប៉ុណ្ណោះប៉ុន្តែថែមទាំងហៅឈ្មោះពួកគេបានយ៉ាងច្បាស់ទៀតផងនេះហើយគឺជាមូលហេតុដែលពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងជីនបាននិយាយភ្លាមថានៅពេលដែលពួកឯងប្រើប្រាស់ familiar ដើម្បីខ្លងមើលខ្ញុំវាមិនខុសទេដែលខ្ញុំស្វែងយល់អំពីពួកឯងវិញខ្ញុំក៏មានវិធីរបស់ខ្ញុំដែរជីនបានងាកទៅមើលពួកគេហើយនិយាយថាដំបូងឡើយខ្ញុំគិតថានឹងដោះលែងពួកឯងទៅប៉ុន្តែនៅពេលដែលពួកឯងចូលមកក្នុងគ្រួសាររបស់ខ្ញុំហើយប្រើប្រាស់ familiar ដើម្បីខ្លងមើលខ្ញុំនោះគឺជាកន្លែងដែលពួកឯងបានធ្វើខុសយ៉ាងធំនោះហើយគឺជាមូលហេតុដែលខ្ញុំដាក់អន្តរឲ្យពួកឯងឃើញទេពួកឯងបានជាប់អន្ទាក់យ៉ាងត្រឹមត្រូវជីនបាននិយាយដាក់ពួកគេដោយស្នាមញញឹមពេលឮបែបនេះពួកគេក៏សួរថាអញ្ចឹង USB នោះតើមានអ្វីនៅក្នុង USB នោះយូចង់ដឹងខ្លាំងណាស់ជីនសួរថាចង់ដឹងថាមានអ្វីនៅក្នុងនេះមែនទេនៅក្នុងនេះមានទ្រព្យសម្បត្តិរបស់ខ្ញុំបានរក្សាទុកទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំនៅក្នុងនេះចង់ឃើញទេភ្លាមនោះពួកគេទាំងអស់គ្នាក៏ស្ងាត់ឥឡូវនេះមេក្រុមរបស់ពួកគេបានខឹងហើយនិយាយថាគ្មានផ្លូវផ្សេងទេកំចាត់វាចោលសិនទៅបន្តមកចាំគិតរឿងផ្សេងទៀតជីនក៏ឆ្លើយតបថាមិនអីទេមកចុះមិនថាអ្នកណាទេខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីដោះស្រាយជីនបានក៏ហៅដាវរបស់គាត់ហើយឈរត្រៀមខ្លួនសរុបទាំងអស់មានគ្នា6នាក់ពួកគេទាំង6នាក់បានលោតចូលមកវាយប្រហារព្រមគ្នាជីនក៏ឈរត្រៀមខ្លួនដើម្បីប្រយុទ្ធនៅពេលជាមួយគ្នានេះយើងបានឃើញមេហ្គីលឆាំងដុងគឺអឹមឈួនស៊ូគាត់កំពុងនិយាយជាមួយអង្គរៈរបស់គាត់អង្គរៈបាននិយាយថាយើងបានបាត់ការតាក់ទងជាមួយមនុស្សដែលតាមដានជីនហើយយើងមិនទាន់បានទទួលដំណឹងថាមានរឿងអ្វីកើតឡើងបន្ទាប់ពីពួកគេតាមដានជីនទេយើងមិនដឹងថាមានរឿងអ្វីកើតឡើងឡើយគាត់ក៏បាននិយាយថាដូចគ្នាដែរមុនពេលជីនមកទីនេះគាត់បាននិយាយទូរស័ព្ទជាមួយនរណាម្នាក់នោះគឺជាមនុស្សម្នាក់ដែលនៅក្នុងអាផាតមិនរបស់គាត់គឺជាបុរសអាយុប្រហែល30ឆ្នាំឈ្មោះរបស់គេគឺជីងហ្គោគាត់បាននិយាយជាមួយគេហាក់ដូចជាកំពុងត្រៀមប្រឡងចូលរៀនពេលឮរឿងទាំងអស់នេះមេហ្គីលឆាំងដុងបានយល់ភ្លាមអញ្ចឹងវាបានដាក់អន្ទាក់យើងយ៉ាងល្អមិនអីទេទុកវាចោលត្រឹមនេះចុះយើងនឹងទៅជួបវាដោយផ្ទាល់គាត់ក៏បានចេញដំណើរទៅឥឡូវនេះយើងបានឃើញជីនម្ដងទៀតនៅក្នុងការប្រយុទ្ធនោះជីនបានគ្រប់គ្រងស្ថានភាពលើពួកគេទាំង6នាក់ទាំងស្រុងគ្មាននរណាម្នាក់អាចប៉ះជីនបានសូម្បីតែបន្តិចគាត់បានកាប់ដៃកាប់ជើងពួកគេម្នាក់ម្ដងយ៉ាងងាយស្រួលភ្លាមនោះពួកគេក៏សួរថាតើឯងជា false ranker ដែលព្យាយាមបោកពួកយើងមែនទេជីនឆ្លើយថាខ្ញុំមិនដែលបោកនរណាទេខ្ញុំគឺជា C ranker ដែលមកពី Peace Guild ពេលឮបែបនេះមេក្រុមរបស់ពួកគេមិនជឿហើយនៅតែបន្តនិយាយជីននិយាយថាឈប់សិនហើយយកក្រណាត់មួយមកញាត់ចូលមាត់របស់គេកុំស្រែកខ្លាំងពេកគឺខ្ញុំទេដែលត្រូវសួរឯងមិនមែនឯងសួរខ្ញុំទេដំបូងបើមាននរណាម្នាក់ផ្ដល់ព័ត៌មានឲ្យខ្ញុំនឹងឲ្យថ្នាំ potion ដ៏មានតម្លៃនេះទៅតែអ្នកណាជាអ្នកផ្ដល់ព័ត៌មានអ្នកណាជីនបានសម្លឹងមើលពួកគេប៉ុន្តែគ្មាននរណាម្នាក់និយាយអ្វីសោះមិនអីទេខ្ញុំក៏គិតថានឹងនៅស្ងៀមដែរតោះចាប់ផ្ដើមការងាររបស់យើងជីនបានងាកទៅមើលបុរសម្នាក់ដែលពាក់មួកពេលឃើញគាត់ជីននិយាយថាខ្ញុំមិនអាចផ្ដល់ព័ត៌មានបានទេខ្ញុំនឹងស្មោះត្រង់ចំពោះអង្គភាពស៊ើបការរបស់ខ្ញុំជីននិយាយថាឯងគឺជាអ្នកប្រើប្រាស់ Family Magic មែនទេខ្ញុំដឹងច្បាស់ណាស់ជីនបានដោះមួករបស់គេចេញហើយឃើញថាគេគ្មានសក់សោះ
ក្បាលទំពេករបស់គេរលោងខ្លាំងរហូតដល់អាចគូររូបផែនទីបានជីនបានចាប់សក់ដែលនៅសល់តិចតួចរបស់គេហើយនិយាយថាបាទឯងមិនប្រាប់ព័ត៌មានដល់ខ្ញុំទេខ្ញុំនឹងដកសក់ឯងម្ដងមួយសរសៃជីនចាប់ដើមដកសក់ហើយសួរអំពីអ្វីគ្រប់យ៉ាងដោយសារតែក្បាលទំពេកស្រាប់ហើយខ្លាចទំពេកអស់លលីងគេក៏ប្រាប់ព័ត៌មានទាំងអស់ដូច្នេះអ្នកដែលបញ្ជូនពួកគេមកគឺមេហ្គីលឆាងដុងឈ្មោះអ៊ីមឈូនស៊ូគាត់គឺជាអ្នកបញ្ជូនពួកគេមកទីនេះជីនបានដឹងថាគាត់ធ្វើបែបនេះដោយសារតែជីនបានស្ដីឲ្យកូនប្រុសរបស់គាត់និងបានយកលុយពីគេឥឡូវនេះជីនទទួលបានទូរស័ព្ទមួយគាត់លើកទូរស័ព្ទហើយសួរថាអ្នកណាគេអ្នកនៅខាងនោះឆ្លើយថាឈ្មោះរបស់ខ្ញុំគឺអ៊ីមឈូនស៊ូខ្ញុំឮថាឯងបានចាប់មនុស្សរបស់ខ្ញុំជាច្រើនតែឯងអាចចុះមកក្រោមបន្តិចបានទេខ្ញុំចង់និយាយជាមួយឯងគាត់បានមកដល់ទីនោះហើយពេលឮសំឡេងនោះជីនក៏ចុះមកក្រោមពេលឃើញជីនភ្លាមអ៊ីមឈូនស៊ូនិយាយថាឯងមើលទៅខុសប្លែកពីអ្វីដែលខ្ញុំឃើញក្នុងរបាយការណ៍តែឯងបានសម្លាប់នរណាម្នាក់នៅទីនោះទេជីនឆ្លើយថាអត់ទេខ្ញុំគ្មានបំណងចង់ខ្លាចជាឧក្រិដ្ឋជនទេដូច្នេះខ្ញុំមិនបានសម្លាប់នរណាឡើយអ៊ីមឈុនស៊ូនិយាយថាមិនអីទេខ្ញុំដឹងថាពួកគេបានធ្វើខុសធំណាស់តែឯងអាចលើកលែងទោសឲ្យពួកគេបានទេជីនសួរថាបើលោកឲ្យលុយខ្ញុំអាចនឹងលើកលែងទោសឲ្យបានភ្លាមនោះអង្គរក្សរបស់គាត់ខឹងហើយនិយាយថាឯងហ៊ានសុំលុយមែនទេជីនឆ្លើយថាខ្ញុំឯងនៅក្មេងប៉ុន្តែខ្ញុំមិនមែនល្ងងទេអ្នកដែលចាប់ផ្ដើមរឿងនេះគឺលោកអញ្ចឹងតែលោកគិតថាមកសុំទៅទេហើយខ្ញុំនឹងដោះលែងពួកគេយ៉ាងងាយស្រួលមែនទេភ្លាមនោះអ៊ីមឈុនស៊ូបានងាកទៅប្រាប់អង្គរក្សរកគាត់ថាទៅនាំមនុស្សដែលនៅទីនោះមកភ្លាមគាត់បានបញ្ជូនអង្គរក្សចេញទៅបន្ទាប់ពីអង្គរក្សចេញទៅបាត់អ៊ីមឈុនស៊ូបានសួរជីនថាតើឯងដឹងទេថាហេតុអ្វីបានជាខ្ញុំមកទីនេះជីនឆ្លើយថាមកដើម្បីជួបខ្ញុំមែនទេអ៊ីមឈុនស៊ូនិយាយថានៅពេលដែលឯងចាស់ទៅឯងនឹងចាប់ផ្ដើមយល់ពីតម្លៃនៃពេលវេលាឯងនឹងដឹងថាពេលវេលាសំខាន់ប៉ុណ្ណាខ្ញុំនៅចង់សន្សំពេលវេលាតើឯងគិតថាខ្ញុំមកទីនេះគ្រាន់តែដើម្បីមើលមុខឯងមែនទេអត់ទេ10ឆ្នាំចុងក្រោយនេះពិតជាលំបាកខ្លាំងណាស់មានហ្គីលជាច្រើនបានប្រឆាំងនឹងខ្ញុំនិងហ្គីលរបស់ខ្ញុំបានយកហ្គីលទាំងអស់នោះមកនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំហើយប្រែក្លាយពួកគេទាំងអស់ឲ្យទៅជាមនុស្សរបស់ខ្ញុំបានគ្រប់គ្រងតំបន់ទាំងមូលដែលគ្មានសត្រូវសូម្បីតែម្នាក់ប៉ុន្តែស្រាប់តែពួកឯងបានលេចចេញមកពីណាម្នេះមិនត្រឹមតែប៉ុណ្ណោះខ្ញុំមិនអាចរកព័ត៌មានអ្វីបានសោះអំពី Guild Master របស់ឯងនិង Team Leader Choi ហើយអ្វីដែលសំខាន់បំផុតនោះគឺមនុស្សដែលខ្ញុំមិនចូលចិត្តបំផុតនៅក្នុង Guild នោះគឺឯងគ្រាន់តែជា C Rank Hunter សោះឯងមិនគួរធ្វើរឿងទាំងអស់នេះទេគាត់ចាប់ដើមបញ្ចេញធម៌ពលតកករបស់គាត់ Jin បានសម្លឹងមើលកម្រិតរបស់គាត់គឺជាមនុស្សដែលមាន level 75អ៊ីមឈុនស៊ូនិយាយថាខ្ញុំគឺជាមនុស្សដែលចង់ប្រយុទ្ធឲ្យដល់ទីបញ្ចប់ខ្ញុំនឹងមិនដោះលែងឯងទេទោះបីជាឯងជា C Rank Hunter ក៏ដោយខ្ញុំនឹងកម្ចាត់ឯងចោលទាំងស្រុងមុននឹងចាកចេញគាត់បានបញ្ចេញធម៌ពលរបស់គាត់ពេញទំហឹងការវាយប្រហារដោយតកកជាច្រើនបានតម្រង់មកកាន់ជីនកំពុងគិតថាតើគួរទប់ទល់ឬអត់ដោយសារតែគាត់មិនធ្លាប់ជួបប្រទះការវាយប្រហារដោយវេទមន្តបែបនេះពីមុនមកគាត់មិនច្បាស់ថាតើគួរ block dodge ឬយកលំពេងមកប្រើនៅពេលដែលជីនកំពុងតែគិតស្រាប់តែមានជញ្ជាំងភ្លើងដ៏ធំមួយបានលេចឡើងនៅពីមុខជីនភ្ញាក់ផ្អើលហើយនិយាយថាអ្វីគេនឹងជញ្ជាំងភ្លើងភ្លាមនោះមានសំឡេងមួយបន្លឺឡើងពីក្បាលនោះថាមើលទៅខ្ញុំមកដល់ទាន់ពេលហើយអ៊ីមឈុនស៊ូងាកទៅមើលភ្លាមនៅពេលដែលអ៊ីមឈុនស៊ូទទួលបានរូបថតអំពី Peace Guild គាត់បានសម្លឹងមើលរូបថតរបស់ Butler Kim យ៉ាងយូរមូលហេតុគឺដោយសារតែកាលពីអតីតកាលនៅពេលដែលគាត់នៅក្មេងគាត់ធ្លាប់បានឃើញមនុស្សម្នាក់ដែលដូច Butler Kim នេះដោយសារហេតុផលនេះហើយទើបគាត់សង្ស័យថាតើគាត់ឈ្មោះអ្វីតើគាត់ពិតជា Butler មែនទេតើគាត់គឺជាមនុស្សម្នាក់នោះមែនទេអ៊ីមឈុនស៊ូធ្លាប់ទៅបានមនុស្សម្នាក់ធ្វើបាបយ៉ាងខ្លាំងកាលពីគាត់នៅក្មេងដោយសារហេតុផលនេះហើយគាត់មានការភ័យខ្លាចថា Butler Kim អាចជាមនុស្សម្នាក់នោះប៉ុន្តែមនុស្សដែលធ្វើបាបគាត់នោះបានស្លាប់ទៅហើយដូច្នេះមនុស្សដែលស្លាប់ទៅហើយមិនអាចរស់ឡើងវិញបានទេអ៊ីមឈុនស៊ូមានភាពក្លាហានបន្តិចដែលគិតបែបនេះម្យ៉ាងទៀតដោយសារតែមិនមានព័ត៌មានអំពី Guild Master នេះហើយវាមានលក្ខណៈឯកជនពេកវាធ្វើឲ្យគាត់កាន់តែសង្ស័យថាប្រហែលជាមនុស្សនោះត្រឡប់មកវិញហើយប៉ុន្តែគាត់នៅតែព្យាយាមជឿជាក់ថាវាមិនមែនជាការពិតប៉ុន្តែអ្វីដែលគាត់សង្ស័យបានคล้ายជាការពិតទាំងអស់គឺពិតជាមនុស្សម្នាក់នោះមនុស្សដែលធ្លាប់ធ្វើបាបគាត់គឺគ្រូបង្ហាត់របស់គាត់ Butler Kim បានមើលទៅគាត់ហើយនិយាយថាសុខសប្បាយទេ First Division អ៊ីមឈុនស៊ូ
ក្រនតែលឺបែបនេះអ៊ីមឈុនស៊ូបានឈរត្រង់ខ្លួនគោរពភ្លាមហើយនិយាយថា First Recruit អ៊ីមឈុនស៊ូឥឡូវនេះអង្គរៈដែលបានទៅនាំមនុស្សមកបានរត់មកដល់យ៉ាងលឿនពួកគេសួរថា Master លោកមិនអីទេពួកគេឃើញគាត់ឈរតែម្នាក់ឯង Jin និង Butler Kim មិននៅទីនោះអង្គរៈបានសួរថាមិនអីទេ Master ប៉ុន្តែតា Jin take ឈុងទៅណាហើយឈុនស៊ូឆ្លើយថាខ្ញុំបានឲ្យគេទៅផ្ទះវិញហើយខ្ញុំបាននិយាយជាមួយគេបន្តិចហើយឃើញថាគេមិនមែនជាក្មេងអាក្រក់ប៉ុន្មានទេដូច្នេះខ្ញុំប្រាប់គេថាកុំធ្វើខុសបែបនេះទៀតហើយឲ្យគេទៅវិញទៅអង្គរៈនិយាយថាប៉ុន្តែ Master ខ្ញុំនៅតែមានអារម្មណ៍ភ័យខ្លាចមុននេះខ្ញុំដូចជាបានឮសំឡេងស្រែកឈុនស៊ូសួរថាសំឡេងដូចជាមានគេស្រែកមែនទេឯងបានឮដែរឬអង្គរៈឆ្លើយថាបាទ Master ខ្ញុំឮដូចជាមានគេស្រែកហើយសំឡេងនោះដូចជាធ្លាប់ឮនៅឯណាឈុនស៊ូកាត់សំឡេងដោយខឹងថាតើមានរឿងអ្វីជាមួយសំឡេងនោះអង្គរៈឆ្លើយថាអត់ទេ Master គ្មានអ្វីទេអត់មានរឿងអ្វីអំពីសំឡេងនោះទេឈុនស៊ូនិយាយថាយល់ហើយក្មេងនោះនៅតូចណាស់ដោយសារតែភាពឆេវឆាវរបស់ក្មេងវាបានបង្កបញ្ហាបែបនេះខ្ញុំបានប្រាប់វាថាកុំបង្កបញ្ហាបែបនេះទៀតហើយឲ្យវាទៅវិញទៅខ្ញុំបានបង្រៀនវាឲ្យល្អហើយឲ្យវាទៅវាក៏និយាយថាលាហើយក៏ចេញទៅបាត់ទៅឃើញទេក្មេងៗគឺបែបនឹងឯងយើងជាមនុស្សចាស់ត្រូវតែដឹកនាំពួកគេពួកឯងក៏ត្រូវតែយល់បែបនេះដែរគាត់កំពុងស្ដីបន្ទោសអ្នកដែលនៅជុំវិញខ្លួនអង្គរៈគិតថាយីខ្ញុំស្មានថាសម្លេងរបស់ Master ស្រែកទៅហើយតាមពិត Master របស់ខ្ញុំពិតជាមនុស្សល្អមែនមនុស្សជុំវិញខ្លួនតែងតែនិយាយថាគាត់ជាមនុស្សអាក្រក់ប៉ុន្តែតាមពិតគាត់ល្អបែបនេះសោះគាត់ថែមទាំងលើកលែងទោសឲ្យអ្នកដែលបង្កបញ្ហាជាមួយគាត់ហើយឲ្យគេទៅវិញទៀតខ្ញុំពិតជាត្រូវបម្រើគាត់អស់មួយជីវិតហើយពេលនោះគាត់បានសម្លឹងមើលខ្នងរបស់ឈុនស៊ូហើយគិតថាហេតុអ្វីបានជាខ្នងរបស់ Master មានប្រឡាក់ដីគាត់គិតថាអត់ទេប្រហែលជាពេលកំពុងប្រដៅក្មេងនោះគាត់បានរមៀលខ្លួនបន្តិចហើយមើលទៅមិនអីទេនៅម្ខាងទៀតយើងឃើញ Butler Kim កំពុងនាំជីនទៅក្នុងឡានតាមពិតទៅអ្វីដែលបានកើតឡើងគឺនៅពេលដែល Butler Kim ទៅដល់ភ្លាមគាត់បានទាត់អ៊ីមឈុនស៊ូមួយជើងហើយសួរថាតើឯងកំពុងធ្វើស្អីហ្នឹងបន្ទាប់មកគាត់ស្រែកថាក្រោកឡើងតើឯងនឹងអោនមុខចុះដល់ពេលណាក្រោកឡើងភ្លាមគាត់បានគំរាមឈុនស៊ូតើឯងកំពុងធ្វើអ្វីឈរមែនទេបន្ទាប់មករមៀលខ្លួនទៅគាត់បានបញ្ជាឲ្យឈុនស៊ូរមៀលខ្លួនលើដីគាត់បានស្ដីបន្ទោសថាមិនត្រូវធ្វើអាក្រក់ដាក់ Junior របស់ឯងទេត្រូវប្រព្រឹត្តចំពោះពួកគេដោយការគោរពខ្ញុំបានប្រាប់ឯងប៉ុន្មានដងហើយឯងចាស់ប៉ុណ្ណឹងហើយនៅតែមិនយល់ទៀតឬឯងមិនកែសោះឯងត្រូវធ្វើលំហាត់ប្រាណ10ជុំទៀតទើបកែបានទៅធ្វើភ្លាមទៅដោយសារហេតុផលនេះហើយទើបខ្នងរបស់គាត់ប្រឡាក់ដីពេញប៉ុន្តែគាត់បានលាក់បាំងរឿងនេះហើយធ្វើពុតជាលយជីនកំពុងគិតថា Butler Kim ធ្លាប់ជាគ្រូបង្ហាត់របស់មនុស្សដូចអ៊ីមឈុនស៊ូនេះមានន័យថាគាត់ច្បាស់ជាមនុស្សខ្លាំងម្នាក់ហើយប្រហែលជា Hunter ភីកច្រើននៅសម័យនោះត្រូវបានគាត់បង្វឹកឲ្យមើលទៅគាត់ធ្លាប់ជា Star Instructor អញ្ចឹងគាត់ប្រហែលជា A rank Hunter ហើយជីនសម្លឹងមើលគាត់ដោយសារតែមិនមានព័ត៌មានច្រើនអំពី Butler Kim ទើបជីនសម្លឹងមើលគាត់បែបនេះ Butler Kim សួរថារឿងរបស់ខ្លាំងវែងឆ្ងាយណាស់តើឯងត្រៀមខ្លួនស្ដាប់ហើយណាជីនឆ្លើយថាខ្លាំងកំពុងសម្រាកស្រាប់ហើយបើចង់និយាយក៏និយាយមកនៅពេលដែលគាត់ហៀបនឹងចាប់ផ្ដើមនិយាយរឿងរបស់គាត់ជីនបានមើលទៅក្រៅឡានហើយនិយាយថាអត់ទេដាក់ខ្ញុំចុកនៅទីនេះបានហើយខ្ញុំមានការងារខ្លះត្រូវធ្វើខ្ញុំនឹងមកស្ដាប់រឿងនៅពេលក្រោយគាត់ក៏ចុះពីឡានហើយដើរចេញទៅកន្លែងដែលជីនមកដល់មិនមែនជាកន្លែងផ្សេងទេគឺ apartment ដែលគាត់ធ្លាប់ស្នាក់នៅគាត់ទៅទីនោះដើម្បីប្រមូលរបស់របរចាំបាច់ទាំងអស់របស់របរចាំបាច់សម្រាប់គាត់គឺមានតែមួយវ៉ាលីទូចប៉ុណ្ណោះក្រៅពីនោះគឺមាន capsule នេះមិនសូវចាំបាច់សម្រាប់ជីនទេនៅពេលនេះព្រោះមុខងារ lock in និង lock out គឺងាយស្រួលសម្រាប់គាត់ដោយសារ system កំពុងដំណើរការទោះយ៉ាងណាគាត់មិនដាច់ចិត្តបោះចោល capsule នេះទេព្រោះ capsule ចាស់មួយនេះហើយដែលបានផ្លាស់ប្ដូរជីវិតរបស់គាត់ជីនគិតថានៅថ្ងៃនោះបើសិនជាក្រុមមិនបានលឺសំឡេងស្រមុកហើយមិនបានចូលទៅក្នុងនោះទេតើមានរឿងទាំងអស់នេះកើតឡើងដែរឬទេសំឡេងស្រមុកមួយបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំពេលនោះជីនក៏ចូលមកគេសួរថាបងនឹងចាស់ចេញមែនទេបងរកបានផ្ទះថ្មីហើយឬបងបានប្រាប់ម្ចាស់ផ្ទះចាស់ហើយមែនទេគេសួរច្រើនណាជីនឆ្លើយថាបាទខ្ញុំបានធ្វើរួចរាល់អស់ហើយជីនក៏សួរថាចោះគ្រូសារបស់បងយ៉ាងម៉េចដែរជីនឆ្លើយថាខ្ញុំមិនទាន់ប្រាប់គ្រូសាខ្ញុំទេខ្ញុំនឹងទៅមុនហើយបន្ទាប់ពីបងស្រីខ្ញុំប្រឡងចប់ខ្ញុំនឹងទៅទទួលពូគេមកជីនក៏និយាយថាមែនហើយការប្រឡងក៏សំខាន់ដែរ
ភ្លាមនោះពួកគេទាំងពីរស្ងាត់ជីនហៀបនឹងហៅ bro ប៉ុន្តែជីនគោនិយាយថាអត់ទេមិនបាច់និយាយអ្វីមកកាន់ខ្ញុំទេមិនបាច់និយាយដោយក្តីស្រឡាញ់ពេកទេព្រោះខ្ញុំក៏នឹងចាស់ចេញពី apartment នេះនៅថ្ងៃនេះដែរជីនសួរថាឯងទៅណាជីនគោឆ្លើយថាខ្ញុំនឹងទៅផ្ទះមិត្តភ័ក្តិរបស់ខ្ញុំចុះបងទៅណាជីនឆ្លើយថាខ្ញុំនឹងទៅស្រុកហ្គោយ៉ាងវាប្រហែល30នាទីពីទីនេះជីនគោនិយាយថាស្រុកហ្គោយ៉ាងមែនទេខ្ញុំក៏នឹងទៅជិតទីនោះដែរជីននិយាយថាមិនអីទេឯងក៏ទៅទីនោះដែរមែនទេឲ្យអាស័យដ្ឋានឯងមកខ្ញុំនឹងទៅលេងឯងម្ដងម្កាលភ្លាមនោះជីនមានទូរស័ព្ទចូលហើយដើរចេញទៅក្រៅពេលចេញទៅក្រៅគេនិយាយថាអ្នកមកដល់ហើយមែនទេរបស់របរខ្ញុំនៅខាងលើឡើងមកយកទៅជីនចូលមកវិញយ៉ាងលឿនហើយនិយាយថា Hey bro ឯងនឹងទៅណាជួយលើករបស់ខ្ញុំបន្តិចបានទេប៉ុន្តែជីនគោមិននៅក្នុងបន្ទប់នោះទេគេបានចាងចេញទៅបាត់ហើយមិនអីទេជីនក៏យករបស់របររបស់គាត់ហើយទៅកាន់ផ្ទះថ្មីរបស់គាត់បានដាក់របស់របរចុះហើយអង្គុយលើសាឡុងហើយទីព្រមពុតខ្ញុំទិញបានផ្ទះនេះហើយគាត់កំពុងគិតដល់ឪពុករបស់គាត់នៅក្នុងតំបន់នេះគាត់ធ្លាប់រស់នៅយ៉ាងសប្បាយរីករាយជាមួយឪពុករបស់គាត់ប៉ុន្តែបន្ទាប់ពីឪពុកគាត់ស្លាប់ដោយសារគ្មានលុយបង់ថ្លៃជួលពួកគេត្រូវចាក់ចេញពីតំបន់នេះ10ឆ្នាំក្រោយមកទីតំពុតជីនបានត្រឡប់មកតំបន់នេះវិញអតីតកាលរបស់ខ្ញុំមិនចាំបាច់មើលទៀតទេគ្រាន់តែមើលជីវិតថ្មីរបស់ខ្ញុំគឺគ្រប់គ្រាន់ហើយគាត់បានដេកលក់យ៉ាងស្កប់ស្កល់ពេលយប់គាត់ភ្ញាក់ឡើងហើយនិយាយថាថ្ងៃស្អែកខ្ញុំត្រូវចាប់ផ្ដើមរេតទៀតហើយមិនអីទេបើខ្ញុំទៅទីនោះមួយភ្លែតវាប្រហែលជាល្អគាត់បានត្រៀមខ្លួនដើម្បីទៅកាន់ពិភពមូរីមគាត់ចុច log in ហើយចូលទៅខាងក្នុងបន្ទាប់ពីជីនដេកលក់មាននរណាម្នាក់ចេញមកពីក្នុង capsule នោះគឺមាននរណាក្រៅពីក្មេងពាក់វ៉ែនតាជីនហ្គោនោះទេគេនិយាយថាទីបំផុតខ្ញុំបានមកដល់ផ្ទះមិត្តភ័ក្តិខ្ញុំខាយចាប់ពីពេលនេះទៅនេះគឺជាផ្ទះរបស់ខ្ញុំដែរផ្ទះរបស់ជីនគឺជាផ្ទះមិត្តភ័ក្តិដែលគេនិយាយថានឹងទៅនៅនោះការដែលគេទៅស្រុកហ្គោយ៉ាងគឺទៅផ្ទះរបស់ជីននេះឯងឥឡូវនេះយើងឃើញជីននៅក្នុងមូរីមជីនថ្ញាក់ឡើងហើយឃើញថាថ្ងារបស់គាត់ពោកយ៉ាងធំជីនសួរថាមានរឿងអីហេតុអ្វីបានជាវាយក្បាលខ្ញុំពេលខ្ញុំកំពុងដេកជីនមូខ្យងសួរថាស្អីគេកំពុងដេកមែនទេលោកគ្រូបានប្រាប់ថាឯងនឹងធ្វើ chi circulation ឯងដេកមែនទេជីនឆ្លើយថាមែនហើយ chi circulation ហេតុអ្វីបានជាវាយមនុស្សពេលកំពុងធ្វើ chi circulation បែបនេះមូខ្យងនិយាយថាអ្នកចម្បាំងមូរីមត្រូវតែមានសមាធិសូម្បីតែក្នុងពេលដេកប៉ុន្តែឯងដេកស្រមុកយ៉ាងសប្បាយដោយមិនខ្វល់ពីអ្វីទាំងអស់អញ្ចឹងបើមិនវាយឯងតើឲ្យធ្វើអ្វីជីនសួរថាដោយសារតែរឿងម៉ងទើបបងវាយខ្ញុំមែនទេមូខ្យងឆ្លើយថាមែនហើយវាយនឹងហើយទៅឲ្យឆ្ងាយទៅពួកគេទាំងពីរនាក់ឆ្លោះគ្នាបែបនេះរហូតយកមូជីនកំពុងឈរមើលហើយគិតថាខ្ញុំកំពុងរងទុក្ខនៅទីនេះបងប្អូនពីរនាក់នេះដូចគ្នាណាស់ឲ្យតែជួបគ្នាគឺវាយគ្នាហើយគ្រប់ពេលតែម្ដងឥឡូវនេះជីនបានបើកមើល quest របស់គាត់ម្ដងទៀតសម្រាប់ quest នេះជីនត្រូវទៅជួបមនុស្សម្នាក់ឈ្មោះ Lee Salvol ដែលជាមេដឹកនាំបច្ចុប្បន្នរបស់ Mountain Sword Sect កាលពីមុនជីនមានបញ្ហាដោយសារតែគេចោទថាគាត់បានប្រព្រឹត្តមិនល្អចំពោះនាងជីនបានបង្ហាញថាគាត់មិនបានធ្វើបែបនោះទេប៉ុន្តែគាត់ត្រូវរងការអាម៉ាស់យ៉ាងខ្លាំងយ៉ានលីនបានមកពីទីនោះហើយបង្កបញ្ហាជាមួយជីនដោយគ្មានហេតុផលហើយបានស្លាប់នេះហើយជាមូលហេតុដែលសង្គ្រាមបានចាប់ផ្ដើមប៉ុន្តែដោយសារតែសង្គ្រាមនេះជីនបានក្លាយជាមនុស្សល្បីល្បាញហើយត្រូវបានគេហៅថា Sleeping Dragon of Shanxi នៅពេលនេះនារីដែលគាត់មិនស្គាល់ម្នាក់នោះបានក្លាយជាមេដឹកនាំរបស់ Mountain Sword Sect ឥឡូវនេះជីនគ្រាន់តែយកសម្បត្តិនេះទៅឲ្យនាងបើនាងទទួលយកសម្បត្តិនេះ Mountain Sword Sect នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Qin Family of Taiwan ដូច្នេះដើម្បីកុំឲ្យមានបញ្ហានាងត្រូវតែទទួលយកសម្បត្តិនេះជីនកំពុងគិតអំពីរឿងនេះទីបំផុតពួកគេបានមកដល់ Henjuan Province ដោយសារតែយប់ហើយពួកគេសម្រេចចិត្តសម្រាកនៅទីនេះជីនបានទៅហាងអាហារមួយដើម្បីញ៉ាំបាយគាត់បងប្រុសរបស់គាត់និងមូជីនបានទៅជាមួយគ្នានៅពេលនោះមានមនុស្សម្នាក់គប់ដបស្រាមកលើចានបាយរបស់ជីនពីចម្ងាយគេនិយាយថាសុំទោសដៃគៀងរអិលច្រឡំត្រូវជីនងាកទៅមើលដោយកំហឹងហើយសួរថាពួកឯងចង់បានអីពួកគេសួរថាអូនតូចមើលទៅខឹងណាស់ចង់ឲ្យពួកបងទិញបាយឲ្យទេឬក៏មិនបាច់ទិញទេព្រោះមានបាយពេញមុខហើយគ្រាន់តែលិតស៊ីទៅបានហើយពួកគេនិយាយឌឺដងនឹងសើចចំអកយ៉ាងខ្លាំងជីនខឹងខ្លាំងណាស់ប៉ុន្តែគាត់ព្យាយាមអត់ធ្មត់ព្រោះមិនចង់បង្កបញ្ហានៅកន្លែងផ្សេងគាត់និយាយថាសូម្បីតែឆ្កែក៏មិនរំខានគេពេលកំពុងស៊ីបាយដែរពួកឯងមើលទៅអន់ជាងឆ្កែទៅទៀតប៉ុន្តែមិនអីទេ
បើពួកឯងសុំទោសខ្លាំងត្រឹមត្រូវហើយទិញបាយសងខ្ញុំវិញខ្ញុំនឹងមិនបង្កបញ្ហាទេភ្លាមនោះមានម្នាក់ក្នុងចំណោមពួកគេនិយាយថាអូហូអូនតូចពូកែនិយាយណាតាហើយដើរមកជិតជិននិយាយថាមិនអីទេខ្ញុំនឹងទុកត្រឹមនេះហើយចិនទៅគេនិយាយថាអត់ទេ